មនុស្សយើងមិនអាចជ្រើសរើសកំណើតបានប៉ុន្តែយើងអាចតស៊ូជំនះឧបសគ្គនិងការលំបាកហើយយើងក៏អាចមានក្តីសុបិនរបស់ខ្លួនផងដែរចិត្តស៊ូបានទេមិនបាច់កើតទុកឱកាសមានខាងមកត្រៀមទុកជីវិតនឹងក្តីសុបានសូមអនុញ្ញាតគ្រប់លោកត្រីនាងកញ្ញាទូរទស្សនិកជនគ្រប់មជ្ឈដ្ឋានដែលកំពុងតាមដានទស្សនាជាមួយនឹងកម្មវិធីជីវិតនិងក្តីសុបិនខ្ញុំបាទចាប់ជៀនអ្នកខ្ញុំសុកសមាវតីសូមស្វាគមន៍មកកាន់កម្មវិធីជីវិតនិងក្តីសុបិនចា៎យើងវិលមកជួបគ្នាសាជាថ្មីជាមួយនឹងកម្មវិធីជីវិតនិងក្តីសុបិនដែលយើងតែងតែធ្វើការចាក់ផ្សាយជូនលោកអ្នកទស្សនាជារៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង6រហូតដល់ម៉ោង6:30នាទីដែលកម្មវិធីរបស់យើងគឺនាំមកជូនលោកអ្នកទស្សនានិងមានការឧបត្ថម្ភដោយ Honda Dream បាទកម្មវិធីរបស់យើងគឺនាំអារម្មណ៍លោកអ្នកឲ្យជួបជាមួយនឹងបងប្អូនដែលមានជីវិតតស៊ូប៉ុន្តែគ្មានឱកាសចាជាការពិតណាស់និយាយឲ្យចំទៅពួកគាត់គឺជាមនុស្សដែលគេហៅថាតស៊ូនៅក្នុងឆាកជីវិតទោះបីជាមានការពិបាកប៉ុន្តែគាត់តស៊ូអញ្ចឹងហើយគាត់សម្រាប់កម្មវិធីរបស់យើងគឺតែងតែធ្វើការផ្ដល់ឱកាសជូនដល់មនុស្សដែលខំប្រឹងប្រែងតស៊ូនៅក្នុងឆាកជីវិតផងដែរចាដូច្នេះហើយទើប Honda Dream ដឹងថាលោកអ្នកមានក្តីសុបិនអរគុណហើយឃើញថានៅក្នុងកម្មវិធីរបស់យើងជារៀងរាល់សប្តាហ៍ក៏តែងតែមានការអញ្ជើញចូលរួមពីតារាកិត្តិយសដែលមានឈ្មោះល្បីល្បាញនៅក្នុងប្រជាជាតិកម្ពុជាដើម្បីចូលរួមធ្វើការលើកទឹកចិត្តដល់អ្នកដែលចូលរួមលេងហ្គេមនៅក្នុងកម្មវិធីរបស់យើងមិនត្រឹមតែប៉ុណ្ណោះក៏ជាការដៃគូសហការក្នុងការលេងហ្គេមផងដែរចាឥឡូវនេះសូមជួបជាមួយនឹងតារាកិត្តិយសរបស់យើងដោយតទៅសូមអញ្ជើញចាសូមជម្រាបសួរបាទបរិស័ទបាទចាថ្ងៃនេះយើងជួបជាមួយនឹងលោកអ៊ុនសុធាសុខសប្បាយជាធម្មតាបងបាទសុខសប្បាយហើយមានការមមាញឹកច្រើនក្រុមការងារខប្រាប់ខ្ញុំភ្លាមថាឲ្យចូលរួមកម្មវិធីដែលមានការចូលរួមពីបងប្អូនដែលគាត់មានជីវិតតស៊ូនៅក្នុងឆាកជីវិតរបស់គាត់គឺគាត់មានការលំបាករបស់គាត់គាត់តែគាត់ខំមកភ្លាមកម្មវិធីដែលខ្ញុំទទួលយកគឺត្រូវ cancel ដើម្បីចូលរួមកម្មវិធីចូលរួមកម្មវិធីចាអរគុណចាអរគុណណាស់អរគុណសម្រាប់លោកសុធាហើយសម្រាប់ពេលនេះបន្តិចទៀតលោកនឹងធ្វើការលេងហ្គេមកំសាន្តសហការជាមួយនឹងដៃគូរបស់យើងដែលគាត់ចូលរួមនៅក្នុងកម្មវិធីរបស់យើងអញ្ចឹងលោកសុធាត្រៀមខ្លួនហើយណាបាទត្រៀមខ្លួនហើយអរគុណសម្រាប់កម្មវិធីរបស់យើងនៅក្នុងវគ្គក្រោយយើងនឹងធ្វើការផ្ដល់ជូននៅការសម្ភាសជួបជាមួយនឹងចាបងប្អូនដែលគាត់មានជីវិតតស៊ូប៉ុន្តែមុននឹងជួបយើងជួបជាមួយនឹងវីដេអូ highlight សិនសំទោសដៃបងប្អូនពីការតាំងពីកំណើតបាទខ្ញុំពីការភាពពីកំណើតមកពីកំណើតបាទសូមត្រឡប់បកវិញការពីអតីតកាលដែលមានអ្នកខ្លះគេរើសអើងទៅពូប្អូនទេដោយសារប្អូនជាជនពិការយ៉ាងនេះឆ្នាំមានបងពេលគេថាចង់ធ្វើការអ្វីមួយគេថាចង់បានចូលធ្វើការអ្វីមួយទៅដាក់ពាក្យគេមានការរើសអើងគេឃើញយើងអញ្ចឹងទៅអញ្ចឹងយើងមិនអាចគេមិនអាចទទួលយកយើងបានពេលហ្នឹងហើយដែលអមចិត្តខ្លាំងមែនតើមានតែតូចចិត្តខ្លួនឯងបាទបងតូច2លាន4សែនអឺលឿនទៀត2លាន4សែនហើយអូនប្រយ័ត្នអូលឿនឡើងចិត្តអស់នាទីយើងហើយ4សែនទៀត4សែនអូយបាទចិត្តអស់នាទីយើងហើយជួយបានលោកសុធាជួយបានជួយបានចិត្តអស់នាទីយើងបាទជួយបាទចំណាប់ជាក្មេងប្រុសជនបទម្នាក់ដែលឆ្លងកាត់ការតស៊ូមកជាច្រើនវាជាការតស៊ូដើម្បីជីវិតដើម្បីគ្រួសារក្នុងវ័យ10ឆ្នាំជីវិតមនុស្សយើងត្រូវតែតស៊ូស៊ូដោយមានក្តីសង្ឃឹមថាថ្ងៃណាមួយយើងនឹងឈ្នះខ្ញុំនឹងឈប់ប្រដៅហើយទៅរកការងារធ្វើដើម្បីរកលុយវិញណែដាក់ចុះមកប្អូនឯងត្រូវចូលរៀនតែម៉ែអត់មានលុយសោះ
ជំរាបសួរលោកគ្រូមករកអីបាទចំណាប់តស៊ូដោយទេពកោសលនិងក្តីសុបិនត្រូវតស៊ូស៊ូដែលមានក្តីសង្ឃឹមថាថ្ងៃណាមួយយើងនឹងឈ្នះយើងជឿជាក់ថាក្តីសុបិនដ៏ធំធេងស្ថិតនៅក្នុងដួងចិត្តរបស់អ្នកជានិរន្តរ៍ក្តីសុបិនរបស់ចំណាប់ទឹកក្នុងចិត្តរបស់អ្នកវាលេខ3ផ្ញើទៅកាន់717សម្រាប់ប្រព័ន្ធ Smartphone 2205សម្រាប់ប្រព័ន្ធ Smart រង្វាន់ទាំងអស់សរុប100រៀលព័ត៌មានលម្អិតសូមទាក់ទងអាស័យដ្ឋានខាងក្រោមនេះម៉ែនឹងរកគ្រប់វិធីដើម្បីឲ្យកូនបានជាសិស្សស្បើយនារីជាស្ត្រីស្រុកស្រែដែលមានជីវភាពលំបាកម្នាក់ធ្វើឲ្យខ្ញុំមើលឃើញក្តីសង្ឃឹមដ៏ធំធេងនៃភាពជាម្ដាយរបស់នាងចាឲ្យខ្ញុំសុំសេលុយគ្នាមើលអត់ទេខ្ញុំរវល់ណាស់ទៅកូនប្រុសរបស់នាងកើតជំងឺម្យ៉ាងដែលមិនធ្លាប់ជួបប្រទះក្នុងប្រទេសកម្ពុជាដេកកម្រើកខ្លួនមិនបានហើយអាចឈានដល់ពិការភ្នែកទៀតផងការវះកាត់ត្រូវចំណាយប្រាក់ច្រើនណាស់អូនមិនថាត្រូវចំណាយប្រាក់កាសច្រើនប៉ុណ្ណាព្រោះកូនគឺជាដួងចិត្តរបស់នាងគ្រប់យ៉ាងដែលម៉ែមានគឺដើម្បីតែកូនយើងជឿជាក់ថាក្តីសង្ឃឹមដ៏ធំធេងស្ថិតក្នុងដួងចិត្តរបស់អ្នកជានិរន្តរ៍បើក្តីសុបិនរបស់នារីស្ថិតក្នុងចិត្តរបស់អ្នកវាលេខ1ផ្ញើទៅកាន់717សម្រាប់ប្រព័ន្ធ Smartphone 2205សម្រាប់ប្រព័ន្ធ Smart រង្វាន់ទាំងអស់សរុប100រៀលព័ត៌មានលម្អិតសូមទាក់ទងអាស័យដ្ឋានខាងក្រោមនេះសប្តាហ៍នេះកម្មវិធីនឹងធ្វើការបង្ហាញជូននៅយុវជនមួយរូបដែលមានអាយុ25ឆ្នាំមានបងប្អូន6នាក់មានប្រុស5នាក់និងស្រី1នាក់ការរស់នៅរបស់ប្អូនគឺមានការតស៊ូព្យាយាមយ៉ាងច្រើនដោយសារតែកម្រិតនៃជីវភាពរបស់គាត់នឹងគឺក្រីក្រម្ដាយក៏មានជំងឺប្រចាំកាយបងប្រុសគឺជារៀមច្បងនៅក្នុងក្រុមគ្រួសារដូច្នេះហើយបានជាបងប្រុសខិតខំក្នុងការរកនៅថវិកាដើម្បីផ្គត់ផ្គង់ជូនឲ្យប្អូនបានរៀនផងនិងឧបត្ថម្ភទៅដល់ក្រុមគ្រួសារដែលជាភរិយារបស់គាត់ហើយនឹងកូនទៅតែនឹងសម្រាលអ្វីដែលសំខាន់គឺប្អូនជាជនពិការក្នុងនោះគឺប្អូនបានខិតខំដើររកសុំធ្វើការងារនៅទីកន្លែងផ្សេងប៉ុន្តែมันមានការទទួលប្អូនប្រុសឲ្យធ្វើនោះទេដោយតែមានការរើសអើងប្អូនប្រុសក៏បានសម្រេចចិត្តធ្វើការខ្ចីលុយរបស់គេដើម្បីមកទិញម៉ូតូរត់ឌុបបងប្អូនមួយចំនួនដោយសារតែគាត់ជាជនពិការមានការរើសអើងមិនជិះម៉ូតូឌុបគាត់ទេបងប្អូនមួយចំនួនទៀតដោយសារតែការអាណិតនិងការស្រឡាញ់ក៏បានជិះម៉ូតូឌុបរបស់ប្អូនការតស៊ូរបស់ប្អូនពិតជាមានការតស៊ូយ៉ាងពិតប្រាកដពីកម្មវិធីរបស់យើងនឹងបង្ហាញអំពីរឿងរ៉ាវពិតប្រាកដរបស់ប្អូនថាតើការតស៊ូរបស់ប្អូនមានការលំបាកយ៉ាងណាសូមជួបជាមួយនឹងប្រុសប្រុសផ្ទាល់មិនដែលសង្ឃឹមមានថ្ងៃណាមួយនឹងជួយសូបិនคลายជាការពិតមិនយូរគង់ដូចបំណងជីវិតស៊ូពុងពីក្រុមអបសាំងដនដើមជោគជ័យសំទោសដៃបងប្អូនពីការតាំងពីកំណើតបាទខ្ញុំពីការភាពពីកំណើតមកពីកំណើតបាទមានអារម្មណ៍បែបណានៅពេលដែលយើងធំដឹងក្តីហើយយើងពីការ
ខ្ញុំមានអារម្មណ៍ទៅចិត្តខ្លួនឯងនឹងគឺថាខ្មាស់អ្នកដតីផងព្រោះថាយើងវាកើតមកកាយសម្បទាមគ្រប់គ្រាន់ធ្វើឲ្យក្នុងការពិបាករស់នៅគឺថាវាមានជួបការលំបាកច្រើនបាទហើយនៅក្នុងនោះតែតែមានការផ្ដល់កម្លាំងចិត្តនិងការលើកទឹកចិត្តជូនដល់បងប្អូនដែលគេស្ដាប់ក្រុមគ្រួសារបាទសម្រាប់ក្រុមគ្រួសារផ្ទាល់គឺគាត់មានការជួយលើកទឹកចិត្តខ្ញុំដូចថាពេលខ្ញុំធ្វើអ្វីមួយដូចថាធ្វើឲ្យខ្ញុំមិនអាចធ្វើបានទៅដល់ពេលហ្នឹងប៉ុន្តែនៅមានថាជាកម្លាំងចិត្តមួយដល់ខ្ញុំក្នុងក្រុមគ្រួសារមានសមាជិកប្រមាណអ្នកដែរបងសមាជិកទាំងអស់បងប្អូនខ្ញុំ6នាក់ឪពុកម្ដាយ2នាក់ទៀតបងប្អូន6នាក់បាទឪពុកម្ដាយ2នាក់ប្រពន្ធម្នាក់កូនខ្ញុំម្នាក់ទៀតថាវិការនៅការផ្គត់ផ្គង់ដល់ក្រុមគ្រួសារពីណាគូអ្នកខ្ញុំដែរតាមពិតគឺថាខ្ញុំថ្ងៃណាខ្លះគឺខ្ញុំផ្ទាល់នៅថ្ងៃណាខ្លះប្អូនជួយទិញទួយមានតែថ្ងៃខ្លះខ្វះម្ហូបខ្វះកខ្វះអីទេដែរបងដែរបាទតើមានអារម្មណ៍បែបណានៅពេលដែលយើងបានជួបឧបសគ្គបែបនេះមានអារម្មណ៍មួយថាពិបាកខ្លាំងថាគួរមិនសម្រាប់អត់យើងម្នាក់គឺសម្រាប់អត់ទាំងអស់គ្នាដល់ពេលចឹងពិបាកសូមត្រឡប់បកក្រោយនេះការពីអតីតកាលដែលមានអ្នកខ្លះគេរើសអើងចំពោះប្អូនទេដោយសារប្អូនជាជនពិការយ៉ាងនេះឆ្នាំមានបងពេលគេថាចង់ធ្វើការអ្វីមួយគឺថាចង់បានចូលធ្វើការអ្វីមួយទៅដាក់ពាក្យគេមានការរើសអើងគេឃើញយើងអញ្ចឹងយើងមិនអាចទទួលយកយើងបានពេលហ្នឹងហើយដែលអត់ចិត្តខ្លាំងមែនតើមានដែរតូចចិត្តខ្លួនឯងបាទបងតូចចិត្តបាទឧទាហរណ៍ថាសពថ្ងៃពេលការប្រកបមុខរបរក៏មានការជួបផ្ទះរបៀបហ្នឹងតាមមួយខ្លះគាត់មានការរើសអើងគាត់មានខ្លាចការរអាអញ្ចឹងគាត់អត់ហ៊ានជីកយើងគាត់អត់ហ៊ានយកទៅបាទពេលអញ្ចឹងមានអារម្មណ៍ថាពិបាកមែនតើប៉ុន្តែមានបងប្អូនខ្លះគាត់នៅតែជីកម៉ូតូបាទគាត់មានបងប្អូនខ្លះគាត់មានការអាណិតអាសូរគាត់មានការរើសអើងអញ្ចឹងគាត់ជួយបាទចុះម៉ូតូហ្នឹងបានថវិកាមកពីណាសម្រាប់ទិញថវិកាហ្នឹងឪពុកម្ដាយជួយខ្លះនិងខ្ចីគេខ្លះបងយកមកជួបផ្សំគ្នាហើយសប្តាហ៍នេះសងគ្រប់គ្រាន់ហើយនៅបងនៅបាទហើយបន្ទាប់ពីមុខរបររត់ម៉ូតូដុបតើបងអូនមានធ្វើអីផ្សេងទៀតទេបន្ទាប់ពីមុខរបររត់ម៉ូតូនោះខ្ញុំឆ្លៀតទៅធ្វើការនៅតាមភោជនីយដ្ឋានដើម្បីបានកម្រៃយកមកគ្រប់គុំខ្លះបើសិនជាប៉ុនมันអាចគ្រប់គុំអស់បានផងដាត្រៀមសូមចូលរួមចំណែកដើម្បីឲ្យបានសម្រេចនៅក្តីសុបិននិងគោលដៅដែលបងអូនចង់ធ្វើដំណើរទៅយ៉ាងពិតប្រាកដទោះជាមិនបានទាំងអស់ក៏បានមួយចំណែកដែរបើសិនជាបងអូនប្រកបជាមានការតស៊ូព្យាយាមពិតប្រាកដមែននោះតោះធ្វើដំណើរទៅជាមួយបងទិញដៅយើងត្រូវស្វែងរកបនតនរង្វាន់មានស្រាប់សម្រាប់អ្នកឈ្នះឆ្លងកាត់កំចាត់គ្រោះអាក្រក់ហើយលោកនេះពុំមានឡើយអ្វីបានដោយងាយស្រួលទំហៀងថ្ងៃនេះគឺបានចូលរួមនៅក្នុងកម្មវិធីជីវិតនិងក្តីសុបិនសម្រាប់បងមានចំណាប់អារម្មណ៍យ៉ាងណាដែរចា៎ខ្ញុំគិតថាកម្មវិធីនេះល្អព្រោះផ្ដល់ឱកាសឲ្យដូចថាអ្នកដែលគាត់ចង់សម្រេចក្តីប្រាថ្នាគាត់បានសម្រេចក្តីប្រាថ្នាបាទអរគុណហើយចូលរួមនៅក្នុងថ្ងៃនេះសង្ឃឹមថានឹងត្រឡប់ទៅវិញយកទឹកប្រាក់ប្រមាណ10000ប្រមាណលានចាកម្មវិធីរបស់យើងមានទឹកប្រាក់4លានរៀលបងអញ្ចឹងបងយកប្រមាណយក4មកឬក៏មិនបើអាចមាន15ទៀតយក15លានព្រោះក្នុងនោះខ្ញុំជួយដែរចាហើយជាបានត្រឹម4អីហ៎បងចាតែ4ត្រូវហើយមានតែ4តែ4ពុំមានតែ4ទេបើមិនមាន15តថែមលុយខ្លួនឯងចាលុយខ្លួនឯងអរគុណហើយឥឡូវនេះសម្រាប់បងសុធាតាមមានពាក្យពេចន៍អីលើកទឹកចិត្តដល់បងប្រុសចាសូមអញ្ជើញបាទបំណាច់ថាចូលរួមចាប់ដៃគូជាមួយគ្នាខ្ញុំគ្មានអ្វីក្រៅពីកម្លាំងកាយនិងកម្លាំងចិត្តបាទទីទៀតនឹងបង្ហាញពីកម្លាំងកាយឥឡូវនេះខ្ញុំផ្ដល់នឹងកម្លាំងចិត្តដើម្បីចូលរួមជាមួយនឹងកម្មវិធីទាំងអស់គ្នាសូមឲ្យដៃគូខ្ញុំនេះពេលដែលគាត់បានទឹកប្រាក់ហើយគាត់នឹងមានប្រាក់ប្រកបនៅអ្វីដែលជីវធម៌ក៏ដូចជាអ្វីដែលជាមុខរបរបាទមុខរបររបស់គាត់ដើម្បីពង្រឹងនៅគោលចំហក្នុងគ្រួសាររបស់គាត់ធ្វើម៉េចឲ្យមានជីវភាពកាន់តែប្រសើរឡើងជាងនេះចាអរគុណសម្រាប់ពេលនេះសូមអញ្ជើញលោកអ្នកទស្សនាជាមួយនឹងលក្ខន្តិកៈនៃការនេះទេហ្គេមគប់ពិតប៉ោងដែលមានប្រអប់ចំនួន15ទឹកប្រាក់200,000រៀលមាន2ប្រអប់ទឹកប្រាក់400,000រៀលមាន4ប្រអប់
ទឹកប្រាក់80,000រៀលមានមួយប្រអប់ទឹកប្រាក់120,000រៀលមានមួយប្រអប់និងរូបលោកចាប់ជៀនដែលគ្មានទឹកប្រាក់មាន7ប្រអប់អ្នកចូលរួមលេងហ្គេមត្រូវរត់ទៅយកព្រួញហើយរត់មកទីកន្លែងដើម្បីគប់ប្រអប់ពើប៉ោងដែលមានទឹកប្រាក់នៅខាងក្នុងរយៈពេល1នាទីបេក្ខជនអាចគប់ប្រអប់ពើប៉ោងដែលមានទឹកប្រាក់នៅខាងក្នុងបានកាន់តែច្រើននិងទទួលប្រាក់រង្វាន់កាន់តែច្រើន1 2 3ចាប់ឡើងឲ្យលឿនបាយបានមួយទេបាយបានមួយទេមួយលៀនពីរសែនលឿន1 2 3 4 4 4 4 4 សែនហើយ4 សែនហើយ4 សែនសំតុំសែនទៀតអូនទៀតមួយលៀន6សែនហើយបាទមួយលៀន6សែនហើយ1លៀន6សែនលឿនបាទ2លៀន4សែន2លៀន4សែនហើយ4សែន2លៀន4សែនហើយបាទ2លៀន4សែនទៀត2លៀន4សែនហើយលឿនអូនប្រយ័ត្នចិត្តអស់នាទីយើងហើយចិត្តអស់នាទី4សែនបាទចិត្តអស់នាទីយើងហើយជួយបានជួយបានយើងបាទជួយបាទ10 9 8 មិននឹងទឹកខដល់ខាងមុខនេះគុំមិនត្រូវទេណាមកឡើងទឹកប្រាក់ដែលបាននៅក្នុងថ្ងៃនេះតើបងអូននឹងយកទៅធ្វើអីមុនគេបាទយកទៅសោកបំណុលគេខ្លះសោកប្រមាណទុកគ្រប់គុំគ្រួសារឲ្យក្រោយអូតាមពិតបងចៃលុយគេដើម្បីយកលុយហ្នឹងមកទិញម៉ូតូរត់ដប់ហើយសងគេបដាតាមដំណាក់កាលដែលអាចធ្វើបានខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយដែរបាទផ្ដល់ឱកាសឲ្យខ្ញុំបានទឹកប្រាក់ចំនួនប៉ុណ្ណឹងបងហើយខ្ញុំក៏សូមអរគុណដល់ក្រុមហ៊ុនហុងដាដែលរៀបចំកម្មវិធីនេះឡើងបងចាក៏សូមគ្រប់អញ្ជើញតំណាងឲ្យក្រុមហ៊ុនចាគឺ Honda Dream ប្រកាសផ្ដល់រង្វាន់ជូនដល់បងប្រុសផងដែរចាសូមអញ្ជើញសូមគ្រប់អញ្ជើញចុះសម្រាប់បងប្រុសនាទីចុងក្រោយនេះមានអ្វីជាការថ្លែងអំណរគុណដែរខ្ញុំសូមអរគុណរៀបចំកម្មវិធីនិងអរគុណច្រើនដល់បងសុភាដែលបានជួយខ្ញុំបាទវគ្គក្រោយយើងនឹងធ្វើការបង្ហាញជូននៅរឿងរ៉ាវរបស់ប្អូនប្រុសមួយរូបទៀតដែលប្អូនប្រុសបានខិតខំប្រឹងប្រែងក្នុងការតស៊ូមករៀននៅក្នុងរាជធានីភ្នំពេញប៉ុន្តែពីកម្មវិធីរបស់យើងនៅក្នុងពេលនេះសូមអញ្ជើញទស្សនានៅវីដេអូ highlight ដូចតទៅចុះសប្តាហ៍ថ្ងៃបងអូនធ្វើអីដែរថ្ងៃខ្ញុំកម្មករសំណងហើយពេលមានពេលនេះខ្ញុំមកជួយរៀបចំកៅអៅគេដើម្បីយកលុយខ្លះការងារដែលបងអូនធ្វើរាល់ថ្ងៃហ្នឹងតើគ្រប់គ្រាន់សម្រាប់ការរស់នៅប្រចាំថ្ងៃហើយនឹងគ្រប់គ្រងការសិក្សារបស់បងអូនទេមួយតែធំជាង1នាទីបាទអូនអត់ដល់ធ្លាយទេអត់ដល់ធ្លាយឲ្យធ្លាយអូនធ្លាយមួយលៀនពីរសែនលឿនអូនលឿនបាទអត់ទៀតជាបន្ត2លៀនហើយបាទ2លៀនអូនហើយបន្ទាប់ពីឪពុកគេទទួលមរណភាពទៅសុខុនហាក់ដូចជាបាត់បង់ឱកាសនៅក្នុងជីវិតរបស់ខ្លួនកូនត្រូវរៀនបន្តដើម្បីក្តីសុបិនរបស់ឪពុកឯងគេត្រូវប្រឈមមុខជាមួយជីវិតនៅភ្នំពេញតែម្នាក់ឯងដោយគ្មានសាច់ញាតិមិនស្គាល់នរណាម្នាក់សោះមានតែក្តីសុបិនដើម្បីបន្តការសិក្សាធ្វើការរកប្រាក់សម្រាប់ទ្រទ្រង់ម្ដាយប្អូនមិនបាច់បារម្ភពីម៉ែទេណាកូនម៉ែនឹងសម្រេចក្តីសុបិនរបស់ឪពុកគេ
និស្សិតដែលបានទទួលបន្ទុកខ្ពស់ជាងគេប្រចាំឆ្នាំនេះគឺលោករឿតសុខុនយើងជឿជាក់ថាក្តីសុបិនដ៏ធំធេងស្ថិតនៅក្នុងដួងចិត្តរបស់អ្នកជានិរន្តរ៍មកក្តីសុបិនរបស់សុខុនស្ថិតក្នុងចិត្តរបស់អ្នកវាលេខ2ផ្ញើទៅកាន់717សម្រាប់ប្រព័ន្ធ Smartphone 2205សម្រាប់ប្រព័ន្ធ Smart រង្វាន់ទាំងអស់សរុប100លានរៀលព័ត៌មានលម្អិតសូមទាក់ទងអាសយដ្ឋានខាងក្រោមនេះ Honda Dream សូមចូលរួមចំណែកសម្រាលបន្ទុកនិងបន្តក្តីសុបិនរបស់លោកអ្នកកម្មវិធីជីវិតនឹងក្តីសុបិនសូមអញ្ជើញបងប្អូនប្រជាជនទាំងអស់ទូទាំងប្រទេសចូលរួមសរសេររឿងរ៉ាវលំបាករបស់ខ្លួនព្រមទាំងលេខទំនាក់ទំនងហើយយកទៅដាក់តាមសាខាលក់ម៉ូតូ Honda ទូទាំងប្រទេសដែលនៅជិតផ្ទះលោកអ្នកដើម្បីចូលរួមក្នុងកម្មវិធីសូមស្វាគមន៍មកកាន់កម្មវិធីជីវិតនិងក្តីសុបិនកម្មវិធីនេះគឺមានការឧបត្ថម្ភពី Honda Dream ធ្វើឲ្យក្តីសុបិនរបស់អ្នកคล้ายជាការពិតកម្មវិធីរបស់យើងនៅក្នុងសប្តាហ៍នេះនឹងបង្ហាញជូននៅខ្សែរឿងរបស់យុវជនមួយរូបដែលទើបតែប្រឡងនៅសញ្ញាបត្រទុតិយភូមិនៅក្នុងឆ្នាំ2014នេះហើយប្អូនគឺមានការខិតខំប្រឹងប្រែងនៅក្នុងការព្យាយាមយ៉ាងខ្លាំងប៉ុន្តែដោយសារតែកម្រិតជីវភាពនៅក្នុងក្រុមគ្រួសាររបស់ប្អូនគឺជាអ្នកក្រីក្រពីកម្មវិធីរបស់យើងនឹងបង្ហាញអំពីខ្សែជីវិតរបស់យុវជនមួយរូបនេះតើមានការតស៊ូខិតខំប្រឹងប្រែងព្យាយាមយ៉ាងណាក៏ដូចជាក្តីសុបិនរបស់ប្អូនតើនឹងចង់ខ្លាយទៅជាអ្វីនឹងបង្ហាញជួបជាមួយនឹងយុវជននេះតែម្ដងមនុស្សយើងមិនអាចជ្រើសរើសកំណើតខ្លួនបានប៉ុន្តែយើងអាចតស៊ូជំនះរាល់ឧបសគ្គដើម្បីឈានឆ្ពោះទៅសម្រេចក្តីសុបិនរបស់ខ្លួនបានយ៉ាងពិតប្រាកដទោះជាក្តីសុបិននោះស្ថិតនៅឆ្ងាយយ៉ាងណាឬក៏វាសនាមិនអំណោយផលក៏ដោយតែបើយើងតាំងចិត្តពុះពៀក្តីសុបិននោះប្រកបជាខិតមកចិត្តអ្នកជាលំដាប់ឈ្មោះដែរអូនឈ្មោះសុនរ៉ាត់បងសុនរ៉ាត់សុកកណាត់នៅណាដែរអូនកំណើតនៅវត្តស្លែងបាទចុះពុកម៉ែធ្វើអីដែរអូនម៉ែគាត់ជាកសិករបាទធ្វើស្រែធ្វើចំការអញ្ចឹងណាបាទចុះសប្តាហ៍បងអូនធ្វើអីដែរថ្ងៃខ្ញុំកម្មករសំណងហើយពេលមានពេលនេះខ្ញុំមកជួយរៀបចំកៅអៅគេដើម្បីយកលុយខ្លះប្រាក់កម្រៃដែលបងអូនរកបានរាល់ថ្ងៃនេះគឺបងអូនយកទៅធ្វើអីដែរបងអូនយកទៅបងថៃសាលាបាទយកបងថៃសាលាសិក្សាចាំថ្ងៃវិញអញ្ចឹងមិនន័យថាសប្តាហ៍ថ្ងៃគឺបងអូននៅរៀនបាទនៅរៀនវិទ្យាល័យឬក៏រៀនមហាវិទ្យាល័យហើយបងរៀនមហាវិទ្យាល័យបាទរៀននៅភ្នំពេញយើងនេះណាបាទហើយមិនបានជាបងអូនសម្រាប់ចិត្តថាមកនៅភ្នំពេញព្រោះផ្ទះឆ្ងាយវិញបាទពីវត្តស្លែងមកហ្នឹងវា20គីឡូហើយ20គីឡូជាងហើយជិះកង់មកទៀតហើយមកនៅភ្នំពេញអូននៅមួយពីណាគេដែរជួបផ្ទះគេនៅជួបផ្ទះគេនៅមួយខែបានដែរអូនផ្ទះដែលអូនជួបគេនៅមួយខែ$20ជាង$20ជាងការងារដែលបងអូនធ្វើរាល់ថ្ងៃហ្នឹងតើគ្រប់គ្រាន់សម្រាប់ការរស់នៅប្រចាំថ្ងៃហើយនឹងគ្រប់គ្រងការសិក្សារបស់បងអូនទេថាគ្រប់គ្រាន់ថាបានតែមកពេលទំនេរវាមានតិចពេកមានតិចដល់ពេលអញ្ចឹងយើងឆ្លៀតបានខ្លះដើម្បីឆ្លៀតធ្វើការអញ្ចឹងវាយើងរៀនផងអីផងចុះថ្លៃសាលាបានថវិកាមកពីណាបងថ្លៃសាលាពេលមុនខ្ញុំឡងបាក់ដុំហើយហ្នឹងខ្ញុំឆ្លៀតពេលធ្វើការសំលុយទុកបងបាទការងាររបស់បងអូនរាល់ថ្ងៃពិបាកទេហើយនឹងតស៊ូទៅមុខទៀតអត់ឬក៏យ៉ាងណាពិបាកចេះពិបាកប៉ុន្តែមានការតស៊ូហើយយើងចង់រៀនហ្នឹងអីចឹងតស៊ូខ្លួនឯងព្រោះពុកម្ដាយយើងក្រគាត់អត់អាចផ្ដល់ឲ្យយើងរៀនបានទេអញ្ចឹងយើងត្រូវរកលុយដើម្បីគ្រប់គ្រងខ្លួនឯងបាទតែថ្ងៃអនាគតបងអូនសុបិនចង់ធ្វើជាអីបងថ្ងៃអនាគតខ្ញុំចង់ខ្លាយជាវិស្វករមានស្នាដៃម្នាក់បងផ្ដល់កម្លាំងចិត្តតែអ្វីដែលសំខាន់ត្រូវតែខិតខំប្រឹងប្រែងព្យាយាមតស៊ូគ្រប់ឧបសគ្គទាំងអស់ទោះបីជាលំបាកយ៉ាងណាក៏ដោយត្រូវតែបន្តនៅការសិក្សារបស់បងអូនឲ្យបានជោគជ័យកម្មវិធី
ជីវិតនិងក្តីសុបិនដែលមានការឧបត្ថម្ភពីក្រុមហ៊ុន NCH Honda ចូលរួមចំណែកឲ្យក្តីសុបិនបងប្អូនបានសម្រេចអញ្ចឹងទៅមួយបងបាទចាមានឈ្មោះអីដែរសុនរ៉ាត់ចាអញ្ចឹងបងប្អូនប្រុសរ៉ាត់ចាថ្ងៃនេះចូលរួមលេងហ្គេមនៅក្នុងកម្មវិធីជីវិតនិងក្តីសុបិនអូនសង្ឃឹមប្រមាណភាគរយដែរសង្ឃឹម 70% អូចា 70%អូនដឹងតែថាទឹកប្រាក់ដែលមានការលេងហ្គេមនៅក្នុងថ្ងៃនេះមានប្រមាណដឹងមកដឹងប្រមាណបាទ4លានរៀល4លានរៀលសង្ឃឹមថាយកទៅវិញប្រមាណសង្ឃឹមថាយកទៅទាំងអស់យ៉ាចាអត់ដឹងតែថាថ្ងៃហ្នឹងយើងមានដៃគូគឺបងសធាចាឥឡូវចឹងយើងមកក្បែរគ្នាជាមួយនឹងដៃគូរបស់យើងទៅដើម្បីចាគឺស្គាល់ចិត្តស្គាល់ថ្លើមគ្នាហើយចាសម្រាប់បងសធាតើមានចាគឺពាក្យពេចន៍អីដើម្បីលើកទឹកចិត្តដល់បងអូនចាសូមអញ្ជើញបាទនៅក្នុងពេលនេះដែរគឺបងមានតែផ្ដល់កម្លាំងចិត្តនិងកម្លាំងកាយហើយបន្តិចទៀតយើងនឹងសហការគ្នាបានល្អធ្វើយ៉ាងម៉េចឲ្យបាន4លាននៅក្នុងកម្មវិធីនេះហើយកុំភ្លេចតែឈ្នះរង្វាន់ពីកម្មវិធីនេះហើយទៅតែខិតខំតស៊ូជាពិសេសនឹងការសិក្សាកំចោលអសោះការសិក្សាឲ្យបងអូនសប្តាហ៍ថ្ងៃកំពុងសិក្សាឬមួយកំពុងរៀននៅសាលាបងរៀនគួរសិក្សាសាលារដ្ឋហ្នឹងហើយតែចាំបាក់10ឆ្នាំនេះអូអញ្ចឹងជូនពរជាប់បាទអញ្ចឹងត្រូវតែប្រឹងប្រែងអូនណាអូនបានដឹងហើយសម្រាប់ទី12ឥឡូវតាំងណាស់បាទប៉ុន្តែល្អកាលណាយើងទៅបានអូនជាប់ហើយអូនណាជាប់ហើយបាទឃើញទេអូសូមសរសើរបាទចាបាននីតិអីគេអូនក៏ជាប់ដែរចាក៏ប្រកាសដែរពីព្រោះអ្នកខ្លះអត់ជាប់ទេច្រឡំមួយចាអរគុណឥឡូវនេះបន្តិចទៀតយើងនឹងធ្វើការលេងហ្គេមដើម្បីទទួលនៅរង្វាន់ជាមួយនឹងទឹកប្រាក់4លានរៀលចាហើយជាបន្តសូមអញ្ជើញទស្សនិកជនទស្សនាជាមួយនឹងលក្ខន្តិកៈនៃការលេងហ្គេមគប់បាល់ដែលមានប្រអប់ចំនួន15ទឹកប្រាក់200,000រៀលមាន2ប្រអប់ទឹកប្រាក់400,000រៀលមាន4ប្រអប់ទឹកប្រាក់80,000រៀលមាន1ប្រអប់ទឹកប្រាក់120,000រៀលមាន1ប្រអប់និងរូបលោកចាប់ជៀនដែលគ្មានទឹកប្រាក់មាន7ប្រអប់អ្នកចូលរួមលេងហ្គេមត្រូវរត់ទៅទទួលបាល់ហើយរត់មកទីកន្លែងដើម្បីគប់ប្រអប់ដែលមានទឹកប្រាក់ក្នុងរយៈពេល1នាទីបេក្ខជនគប់ត្រូវប្រអប់ដែលមានទឹកប្រាក់កាន់តែច្រើននិងទទួលបានរង្វាន់កាន់តែច្រើន1 2 3ចាប់ដើមបាទគប់តែទឹកវិញតែធំ1នាទីបាទអូនអត់ទាន់ធ្លាយទេអត់ទាន់ធ្លាយអូនធ្លាយអូនធ្លាយមួយលានតែលឿនអូនលឿនអត់ទៀតជាបន្ត2លានហើយបាទ2លានអូនមួយអូនច្បាស់ហើយ2លាន4សែនហើយអូន2លាន4សែនហើយអូនច្បាស់ធ្លាយទៀតហើយបាទ2លាន8សែនអូនយក4ទៀត4សែន3លាន2សែន3លាន2សែនអូន3លាន2សែនបាទ3លាន2សែន3លាន2សែនអូន3លាន2សែ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 ន3លាន2สែน3លាน2สแส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 น3
សូមអញ្ជើញតំណាងក្រុមហ៊ុនរបស់ក្រុមហ៊ុនចា Honda Dream មកកាប់ដល់ចរង្វាន់ជូនដល់បងប្រុសជាមួយនឹងទឹកប្រាក់4លានរៀលបាទអរគុណហើយពីក្រុមហ៊ុនក៏មានវត្ថុអនុស្សាវរីយ៍ខាងក្រុមហ៊ុន Honda Dream ធ្វើជូនដល់លោកតាកិត្តិយសចាសូមអរគុណចុងក្រោយខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Honda ដែលបានជួយក្តីសុបិនរបស់ខ្ញុំខ្លាចនឹងខ្លាចជាការពិតបាទសម្រាប់ពេលនេះផងដែរពីកម្មវិធីរបស់យើងក៏ឈានចូលដល់ពេលវេលាដែលត្រូវលំអរកាយគោរពលាពីអារម្មណ៍ប្រិយមិត្តទូរទស្សនិកជននាងខ្ញុំក៏ដូចជាលោកសុភ័ក្រលោកចាប់ជិនលោកសធារួមទាំងក្រុមការងារសូមអរគុណសូមគោរពលាការងារគេជួលស្អីក៏ខ្ញុំធ្វើដែរដូចជាចម្រាស់ស្មៅធ្វើជាកម្មករគេពូននំគេទៅបេះខ្ញុំដកអាយឈប់បេះតគួនចាហើយងើបទៅដកហ្នឹងម៉ោង4មកមកលៀនពីខ្សែហើយខ្សែនៅលឿនឲ្យចាំលុយឲ្យចាំលុយបាទពីទៅបាទមកលៀនបាទបងឲ្យលឿនតិចបាទហោបាយមួយបងបាយមួយបងបាយមួយបាទបងបាទក៏លឿនបងអូបាទមកលៀនពីហើយបាទបងសម្រង80000បងបាទ8សែនមកលើខៀវ